មានដឹងអត់ឥឡូវនេះបងប្អូនអាចស្នើ ABA KQR តាម ABA Mobile ដោយផ្ទាល់យកមកប្រើដូចជាជើងបញ្ឈរបន្តោងកាតនិង sticker ដែលអត់គិតថ្លៃសេវាអ្វីទាំងអស់ ឥឡូវនេះនៅក្នុង ABA Mobile ក៏មានមុខងារថ្មីមួយដែលហៅថាមុខងារអាជីវករ ABA ដែលមុខងារនេះបង្កើតឡើងសម្រាប់អ្នកលក់ដូរគ្រប់ប្រភេទមិនថាតូចមិនថាធំលក់តាមតូបលក់តាមប្រទេសគឺអាចប្រើប្រាស់បានទាំងអស់គឺគ្រប់គ្រងរបររបស់យើងនឹងការលក់ដូរដោយផ្ទាល់ក្នុង ABA Mobile តែម្ដងតើធ្វើម៉េចបានយើងអាចចាប់ផ្ដើមប្រើប្រាស់មុខងារអាជីវករ ABA នេះបានបងប្អូនគ្រាន់តែចូលទៅ ABA Mobile ចុចបើកមុខងារអាជីវករ ABA ចុចយល់ព្រមខនិងលក្ខខណ្ឌរួចជ្រើសរើសកណនី ABA មួយដើម្បីទទួលប្រាក់ពេលបង្កើតហាងថ្មីបញ្ចូលឈ្មោះហាងថ្មីរបស់បងប្អូនហើយជ្រើសរើសទីតាំងអាសយដ្ឋានអាជីវកម្មហើយចុចបញ្ជាក់ហើយលើក្រោយបងប្អូនគ្រាន់តែចូលទៅ ABA Mobile ហើយចុចម៉ូដអាជីវករ ABA ទៅបងប្អូនអាចប្រើមុខងារថ្មីនេះបានភ្លាមៗតែម្ដងបងប្អូនអាចស្នើកូដ ABA KQR ភ្លាមៗដោយមានជាប្រភេទជើងបញ្ឈរសញ្ញាតម្រូវវិក័យប័ត្របន្តោងកាតនិង sticker ទៅទទួលលុយពីភ្ញៀវពីគ្រប់ធនាគារទទួលបានទាំងលុយខ្មែរនិងលុយដុល្លារមុខងារអាជីវករ ABA ហ្នឹងបងប្អូនគ្រាន់តែចុចប៊ូតុងស្នើកូដ QR ហើយរើសចំនួននិងប្រភេទដែលចង់បានបន្ទាប់មកជ្រើសរើសសាខាហើយជ្រើសរើសទីតាំងដើម្បីឲ្យក្រុមការងារ ABA ដឹកជញ្ជូនទៅដល់ទីកន្លែងហើយជួយបញ្ជាក់ការស្នើសុំតែប៉ុណ្ណឹងក្រុមការងារ ABA នឹងរៀបចំ ABA KQR ហើយដឹកជូនឲ្យបងប្អូនដល់កន្លែងអត់មានគិតថ្លៃសេវាអីទាំងអស់បងប្អូនអាចបង្កើត QR ដើម្បីឲ្យភ្ញៀវ scan បង់លុយភ្លាមៗដោយ QR នេះជាប្រភេទ QR ចរន្តដែលបងប្អូនអាចកំណត់ទឹកប្រាក់ដែលភ្ញៀវត្រូវបង់មិនថាជាលុយខ្មែរឬលុយដុល្លារ QR ចរន្តជាចំណុចដ៏ល្អនិងបត់បែនតាមចំនួនជាក់ស្ដែងដែលអតិថិជនម្នាក់ៗត្រូវបង់ហើយអ្វីដែលសំខាន់អ្នកលក់ឬអ្នកគិតលុយអាចគ្រប់គ្រងបានទាំងស្រុងលើចំនួនដែលត្រូវបង់ដូច្នេះពេលភ្ញៀវបាញ់លុយគឺគ្រប់ចំនួនជានិច្ចអត់លើសហើយអត់ខ្វះយើងអាចមើលប្រវត្តិប្រតិបត្តិការអំឡុងពេលណាមួយមិនថាការចំនួនលក់ដូរក្នុងថ្ងៃនេះអាទិត្យនេះខែនេះឬរយៈពេលណាមួយដែលបងប្អូនចង់ដឹងគឺមានបង្ហាញទាំងអស់ច្បាស់ភ្លាមពេលយើងប្រើប្រាស់មុខងារអាជីវករ ABA យើងក៏អាចមើលរបាយការណ៍លក់ដូរបានយ៉ាងសុក្រិតដែលរបាយការណ៍នេះមានសារៈសំខាន់ក្នុងការស្វែងយល់ឲ្យច្បាស់អំពីដំណើរការលក់ដូរជាមួយការសង្ខេបទិន្នន័យសំខាន់ដោយឡែកសម្រាប់បងប្អូនម្ចាស់អាជីវកម្មដែលចង់ប្រើមុខងារជាច្រើនបន្ថែមទៀតសម្រាប់អាជីវកម្មបងប្អូនអាចប្រើ App ABA Merchant មួយផ្សេងទៀតបានផងដែរគឺមិនមានគិតថ្លៃសេវាអ្វីទាំងអស់ដូចគ្នា